Hello sister, how are you today? NANI?សួស្តីបងប្អូនទាំងអស់គ្នានេះគឺជាម្លប់ទី2នៃសកម្មភាពការងារប្រចាំថ្ងៃរបស់ខ្ញុំហើយក៏សូមអរគុណសម្រាប់បងប្អូនដែលតែងតែចូលរួមទស្សនាហើយនិងគាំទ្រនៅសកម្មភាពវីដេអូរបស់ខ្ញុំហើយថ្ងៃនេះគឺជាថ្ងៃអាទិត្យគឺការងារទី1ពី order បងប្អូនគឺនៅក្នុងទូទឹកពុងឥឡូវខ្ញុំកំពុងតែធ្វើដំណើរទៅទៅហាងដើម្បីទទួលការកម្លាំងពីអតិថិជនកុំភ្លេចតាមដានទស្សនាវីដេអូនេះទាំងអស់គ្នាតោះ Let's go ឥឡូវខ្ញុំបានមកដល់ហាងហើយបងប្អូននេះហាងនេះហាងជនជាតិបងប្អូនគឺមាន menu សម្រាប់យើងមើលទៀតនេះ menu background ដល់7ចាំហាងយូរអញ្ចឹងទៅគឺនេះយើងទៅចេញជើងទី1ដល់ពេលអញ្ចឹងធុងរឿងក្រិចជូតធុងតិចមកបងប្អូនចេះដើម្បីឲ្យវាមានអនាម័យប៉ុន្តែធុងខ្ញុំមួយឆ្នាំហើយបងប្អូនអើយដល់ពេលអញ្ចឹងវាអត់សូវស្អាតទេវារៀងប្រឡាក់រៀងដាមជាប់បន្តិច Let's go បន្ទាប់អំពីចាំហាងទី1ប្រហែលជា15នាទីជាងឥឡូវបានម្ហូបហើយឥឡូវកំពុងតែឆ្ពោះទៅហាងទី2យកម្ហូបមួយទៀតបងប្អូនពី order ទៅដល់ហាងទី2ហើយបងប្អូនគឺនៅចាំហាងទៀតហើយមិនដឹងស្មានណាបានទេហើយមុនហ្នឹងផ្ញើសារទៅភ្ញៀវហាងចូលលវលអត់តន់រួចរាល់ច្រឡំទៅអាកុបពីណាខ្ញុំមិនមែនជាអ្នកឆ្លើយតបខ្ញុំជាអ្នកដឹកជញ្ជូនណាផ្ញើទៅឲ្យភ្ញៀវណាហើយមកដល់ភ្ញៀវទី1ហើយបងប្អូនគឺនៅខុនដូសានិកា Hello បង Yes thank you បង enjoy your meal goodbye ស្គាល់ឥឡូវបងធ្វើដំណើរចេញទៅភ្ញៀវទី2ដែលមានកម្រិតពីភ្ញៀវទី1មក1000គីឡូជាងផ្លូវដងហែមតូចនេះភាគច្រើនអ្នកដឹកជញ្ជូនហើយនឹងបងប្អូនដែលរស់នៅក្នុងទីក្រុងភ្នំពេញគឺស្គាល់ដែលចាក់ចេញអំពីផ្លូវព្រះនរោត្តមឆ្ពោះទៅអ៊ីអនឬក៏ទៅកោះពេជ្រតាមផ្លូវកាត់ពេលខ្លះម៉ោង5ម៉ោង6នៅកន្លែងហ្នឹងគឺស្ទះណែនហ្មងឥឡូវនិយាយអត់តាន់ផុតមាត់ហ្នឹងបងប្អូនស្ទះបាត់ទៀតនេះណែននេះណែផ្លូវហ្នឹងគឺឡានក៏ឆ្លងកាត់រួចម៉ូតូឆ្លងកាត់រួចប៉ុន្តែបានតែទៅឯងតែប្រយ័ត្នតែទៅឲ្យមកបច្រាស់គ្នាទៅគ្នាគឺត្រូវតែមានមួយ back ថយក្រោយហើយក៏ជិតដល់ភ្ញៀវទី2ដែរបងប្អូនអញ្ចឹងគឺយើងត្រៀមដៃត្រៀមជើងដើម្បីទទួលយកភ្ញៀវបន្តទៀតថ្ងៃនេះគឺដឹកដល់ម៉ោង11 12 Hello idol សុខសប្បាយយេថ្ងៃនេះងាយបានជួប idol ចូល YouTube ណាយេសួស្តីសុខសប្បាយបងបាទអរគុណសុខសប្បាយទទួលបាន Express COD មួយយកពីបឹងកេងកងទៅខាងបឹងតពុនបងប្អូនតែពិត Express COD ពីច្រើនក៏ស្រួលដែរយូរវាប៉ះចំភ្ញៀវពិបាកមួយអញ្ចឹងទៅវាដូចតែ Grab Food អញ្ចឹងទៅភ្ញៀវខ្លះក៏ធ្វើស៊ីគាត់អត់បង្ហាញខ្លួនចុះមកយកម្ហូបអញ្ចឹងទៅសម្រាប់យើងជាប់ Express COD ទៅដល់ទីតាំងហាងខ្លះក៏គ្រាន់តែដាក់ COD មកប៉ុន្តែពេលទៅដល់យើងគ្រាន់តែយកអីវ៉ាន់ហ្នឹងទៅឲ្យអ្នកទទួលទេលុយគាត់ទូទាត់តាមក្រោយអញ្ចឹងយើងគ្រាន់តែសួរបញ្ជាក់គាត់ទៅថាអាលុយដែលថ្លៃដឹកនឹងប្រហែលដោយសារ Grab នៅពេលដែលភ្ញៀវ Booking Express COD អញ្ចឹងគឺមើលតម្លៃដឹកសរុបដែលត្រូវយកពីភ្ញៀវអត់ឃើញទេអញ្ចឹងក៏ទៅសួរបញ្ជាក់គាត់ហើយមួយទៀតយើងអាចចរចានិយាយជាមួយហាងបានហាងគាត់អាចយកប្រហូបនឹងទៅមុនសិនបានអត់ចាំឲ្យភ្ញៀវគាត់បាញ់មកឲ្យតាមក្រោយឬក៏បើសិនខ្ញុំទទួលលុយពីគាត់ចាំខ្ញុំបាញ់មកឲ្យបងតាមក្រោយអញ្ចឹងគ្រាន់តែខ្ញុំសុំ Telegram ហើយនឹងបងផ្ញើ QR ធនាគារមកស្រួលណាហើយ Grab Food ដោយសារមួយចំនួនទៀតហាងគាត់យកលុយភ្លាមនៅពេលទៅដល់យើងអាចនិយាយយើងបានដូចគ្នាបើចាំគាត់នឹកឃើញExpress COD ឬក៏ Grab Food COD បងលុយឲ្យហាងដកចោលទៅដកច្រើនពេកប៉ះពាល់ដល់គណនី app របស់ខ្លួនឯងយ៉ាប់មានបញ្ហាទៀតហ្នឹងសំខាន់គឺនៅពេលដែលយើងចេះនិយាយហើយយើងចេះបង្កើតទំនុកទុកចិត្តទៅឲ្យ
អ្នកផ្ញើហើយនឹងអ្នកលក់គឺពួកគាត់ព្រួនណាដោយសារយើងមានឈ្មោះនៅក្នុង app ឲ្យបើមានបញ្ហាណាមួយគាត់អាចរាយការណ៍អំពីបញ្ហាហ្នឹងទៅខាងក្រុមហ៊ុនគេដោះស្រាយបានឡើយជាប់ Express នៅហាង Moon Cake នៅបางតពុនយកទៅខាងព្រៃសរ 6000 ជាងថ្លៃទឹកឥឡូវមកដល់ហាងហើយនេះអានអីវ៉ាន់ហើយបងប្អូនគឺយើងដាក់ចូលក្នុងធុងឲ្យផ្លុកណោះនេះហើយយើងទៅពុះឲ្យជាប់ណោះឥឡូវជិតដល់ភ្ញៀវហើយបងប្អូនគឺនៅត50000 ម៉ែត្រទៀតដល់ភ្ញៀវថ្ងៃហ្នឹងថតសកម្មភាពពេលយប់វាត្រជាក់ដោយសារថតទៅថ្ងៃវាក្តៅទូរស័ព្ទទេយកពណ៌វីដេអូរបស់ខ្ញុំគឺខ្ញុំបង្កើតឡើងដោយទូរស័ព្ទដែរតើបំពីតម្លាក់អីវ៉ាន់ជូនភ្ញៀវរួចរាល់ហើយឥឡូវគឺយើងជិះខ្វះខ្វែងដើរក្រឹកបងម្ដងបងប្អូនជាប់មួយហើយនេះជាប់មួយហើយលើថាល្បីបបរតុកការចកាដងឆ្ងាញ់ណាបងប្អូនលើតោះទៅសាកមើលទាំងអស់គ្នាឥឡូវមកដល់ទីតាំងនេះអែមឆ្ងាញ់របស់គេមែនបងប្អូនបបរតុកការនៅចំការដងក្បែរសួនកំសាន្តបរិយាពិភពថ្មីចកាដងបងប្អូនមានលក់នៅលើ app Grab ទៀតបងប្អូនអាចធ្វើការកំងបាទម៉ោង7 កន្លះភ្ញៀវច្រើនទៀតហាងហ្នឹងបងប្អូនល្បីមិនធម្មតាណាល្បីទៅដល់អន្តរជាតិអូខេឥឡូវខ្ញុំរួចរាល់ហើយបានចាក់ចេញពីហាងរបស់គាត់ហើយឥឡូវបន្ទាប់មកគឺយើងដូរថ្មមួយទៀតហើយបងប្អូនបាទដោយសារអស់ថ្មហើយសល់ 49% នេះជីតាំងពីចកាដងមកដោយសារបិទ app ឡើងមកដូរថ្មគាត់អូឈួនណាហ្វឹកចឹងគឺយើងដាក់ចូលហើយយើងរងចាំថ្មថ្មីធ្លាក់មកអូខេរួចរាល់